La préposition ធ្នាក់គឺជាចំណុចមួយមេរៀនមួយដែលពាក្យមួយដែលពិបាកនឹងចាំនៅក្នុងភាសាបារាំងមិនមែនថាពិបាកសរសេរទេគឺពិបាកចាំថាតើប្រើជាមួយកិរិយាសព្ទអីប្រើធ្នាក់អី A préposition A accent grave អញ្ចឹងត្រូវដឹងពីដំបូងថាអត់មានចំណុចកន្លឹះណាមួយ special ថាអូคลิกខ្វាច់ឡើងអូអានឹង A អូអានេះ D អត់ទេពេលដែលរៀនគឺត្រូវចាំបាច់ត្រូវសូត្រដែរសូត្របានន័យថា parler A penser A écrire A បែបហ្នឹងឯងសូត្រដើម្បីឲ្យចាំថាអូក្រៅកិរិយាសព្ទហ្នឹងប្រើអាហ្នឹងអញ្ចឹងទៅអញ្ចឹង preposition A tout d'abord គឺប្រើជាមួយនឹងកិរិយាសព្ទដែលត្រូវការកម្មបត្តិមិនផ្ទាល់កម្មបត្តិមិនផ្ទាល់រវាងកិរិយាសព្ទនិងកម្មបត្តិមានធ្នាក់ A ដូចខ្ញុំយើងបាញ់មិញហើយប្រើសម្រាប់ទិសដៅ destination verb aller ជា exemple exact aller A ឃើញទេទៅគឺទៅទិសដៅណាមួយអញ្ចឹងយើងសួរថាអាហ្នឹងគឺអីគឺកម្មបត្តិមិនផ្ទាល់ប៉ុន្តែជាកម្មបត្តិទីកន្លែង destination je vais à Siem Reap on va à កំពង់សោមណា préposition à សម្រាប់ទិសដៅមួយទៀតយើងនិយាយអំពី l'attention l'attention គឺគោលបំណងគោលបំណងសំទោសការយកចិត្តទុកដាក់ l'attention មិនមែនបកប្រែថាការប្រយ័ត្នទេ l'attention យកចិត្តទុកដាក់ឧទាហរណ៍បែបម៉េច penser à ខ្ញុំនិយាយថា je pense à mes enfants ouais je pense à mes enfants me manquent អូខ្ញុំគិតទៅដល់កូនខ្ញុំណា ou je pense à ma famille គេនិយាយ penser à វាជា l'attention វាជាការយកចិត្តទុកដាក់ដែលយើងឆ្ពោះយើងសំដៅទៅលើនរណាម្នាក់អញ្ចឹងអាហ្នឹងត្រូវប្រើ préposition à នឹងឯងបើយើងឲ្យយើងចាំថាអូកលេចខ្វាច់កិរិយាសព្ទនេះ A ឬក៏កិរិយាសព្ទនេះ D លុះត្រាតែយើងសូត្រឲ្យចាំមាត់តែម្ដងទៅតាមកិរិយាសព្ទដែលប្រើញឹកញាប់ឧទាហរណ៍ពី3ជាក់ស្ដែងយើងកិរិយាសព្ទ parler à បានន័យថានិយាយទៅកាន់នរណាម្នាក់កិរិយាសព្ទ penser à គឺគិតទៅដល់នរណាម្នាក់ faire attention à quelque chose យកចិត្តទុកដាក់ឬក៏ប្រយ័ត្នប្រយែងទៅលើអ្វីមួយណាអាហ្នឹងគឺធ្នាក់ A ដែលយើងត្រូវរៀននឹងឯងយើងត្រូវចាំនៅមេរៀនក្រោយទៀតយើងនឹងរៀនអំពី preposition ផ្សេងទៀត Merci beaucoup à la prochaine